ចឹងងាកមកដល់បេះដូងសំខាន់របស់ខ្ញុំអំបញ្ញវិញវាសំខាន់ណាស់តែអ្វីដែលរឹតតែសំខាន់គឺខ្ញុំចង់ឲ្យខ្មែរយើងមានសហគ្រាសផលិតផលមិនចាញ់បរទេសអញ្ចឹងមកនេះខ្ញុំផ្ដោតទៅលើអាហារហូបចុកជាប្រចាំថ្ងៃរបស់យើងពីម៉ោងនេះទៅនៅក្នុង page របស់ខ្ញុំនៅក្នុង Facebook របស់ខ្ញុំនៅក្នុង YouTube របស់ខ្ញុំនៅក្នុង TikTok របស់ខ្ញុំគឺវីដេអូរបស់ខ្ញុំគឺផ្ដោតទៅលើរឿងហ្នឹងជារឿងមួយអញ្ចឹងអាហារហូបចុកគឺជាអាហារចំណីកំប៉ុងមួយដែលយើងប្រើប្រាស់ជាចាំបាច់ជាប្រចាំថ្ងៃហើយយើងទិញយើងលើកស្ទួយវិស័យខ្មែររបស់យើងឲ្យវិស័យអាហាររបស់យើងឲ្យវារីកចម្រើនព្រោះយើងមានហើយមានច្រើនមកនេះទីទៀតខ្ញុំនឹងលើកបង្ហាញធ្វើបទបង្ហាញហើយនឹងទៅជួបជាមួយនឹងរោងចក្រផ្ទាល់តែម្ដងកន្លែងផលិតផ្ទាល់ម្ដងកន្លែងសិប្បកម្មផ្ទាល់តែម្ដងដើម្បីចែកចាយវីដេអូនេះឲ្យពុកម៉ែបងប្អូនហើយកុំភ្លេចជួយ like ហើយនិង share វីដេអូនេះចែកចាយឲ្យបងប្អូនរបស់យើងទូទាំងប្រទេសទូទាំងពិភពលោកឲ្យបានឃើញទាំងអស់គ្នាផងបាទអញ្ចឹងងាកមកដល់បេះដូងសំខាន់របស់ខ្ញុំអំបញ្ញវិញវាសំខាន់ណាស់តែអ្វីដែលរឹតតែសំខាន់គឺខ្ញុំចង់ឲ្យខ្មែរយើងមានសហគ្រាសផលិតឱសថមិនចាញ់បរទេសប៉ុន្តែយើងចាប់ដើមពីសហគ្រាសឬក៏យើងចាប់ដើមពីសិប្បកម្មតូចសិនតែមិនធម្មតាតូចតែក្លឹបតូចតែអស្ចារ្យតូចតែមានប្រសិទ្ធភាពចុះមកខ្ញុំនិយាយថាការចាប់ដើមដំបូងវាចាប់ដើមពីចំណុច0ពាក្យថា0គឺអត់មានពីណាមើលឃើញទេតែបើសិនវាចាប់ដើមមានលេខ1គេចាប់ដើមមើលឃើញលេខ2គេចាប់ដើមមើលឃើញម្ដងទៅអញ្ចឹងខ្ញុំជឿថាខ្មែរយើងនឹងមានឱសថសម្រាប់ខ្លួនឯងដ៏អស្ចារ្យគឺជាប្រភេទអាហារឱសថអញ្ចឹងការចេញមកពីការគ្រប់គ្រងការចេញមកពីការសិក្សាជាមួយខ្ញុំនៅក្នុងវីដេអូមួយនេះទៅរឿយជាមួយនឹងអាហារបំពន់របស់ខ្មែរយើងឲ្យឈ្មោះវាជាអាហារបំពន់ណោះព្រោះយើងអត់អាចប្រើពាក្យលើសពីនឹងបានទេវាពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ប៉ុន្តែយើងអាចទៅសិក្សាយើងអាចទៅស្វែងយល់យើងអាចទៅយកសំណាក់ដែលបងប្អូនរបស់យើងហូបអាហារនឹងទៅដោះស្រាយវិបត្តិសុខភាពរបស់គាត់ហើយជោគជ័យរាប់រយសំណាក់ហើយជំងឺរាប់សិបមុខដែលបានធូរស្បើយត្រឡប់មកធម្មតាវិញអញ្ចឹងបើសម្រាប់ខ្ញុំមកណាយើងពីមុនមកយើងទុកចិត្តទំនុកទុកចិត្តនៅក្នុងការព្យាបាលរបស់យើងទៅប្រទេសសៀមមែនទេហ្នឹងហើយឥឡូវយើងដូរវិធីគិតតិចហើយយើងសិក្សាឡើងវិញបន្តិចមកថារវាងទៅប្រទេសសៀមហើយយើងមកកន្លែងនេះវាជាចម្លើយសម្រាប់យើងអត់បើសម្រាប់ខ្ញុំគិតហ្មងវាគឺជាចម្លើយដ៏អស្ចារ្យចម្លើយដែលមានមោទនភាពនិងមានទំនុកទុកចិត្តបំផុតនៅពេលដែលយើងបានព័ត៌មាននៅពេលដែលយើងបានសំណាក់នៅពេលដែលយើងបានចំណេះដឹងមានភ័ស្តុតាងមាន reference យោងទាំងអស់យើងមានទំនុកទុកចិត្តខ្ពស់តែម្ដងបាទចឹងវាកើតចេញមកពីការចូលរួមម្នាក់ម្ដាយមួយជើងវាកើតចេញមកពីការចូលរួមដែលយើងលើកស្ទួយវិស័យសិប្បកម្មខ្មែរយើងឬក៏សហយើងចាប់ផ្ដើមពីសិប្បកម្មទៅជាសហគ្រាសផលិតអាហារបំពន់ខ្នាតធំមួយសម្រាប់ប្រទេសរបស់យើងឬក៏សម្រាប់នាំខ្ញុំពួកយើងនឹងមានគោលដៅនាំឱសថឬក៏អាហារបំពន់មួយនេះទៅក្រៅប្រទេសដូចគ្នាខ្ញុំគ្រាន់តែប្រាប់ថាគឺជាអាហារមួយដ៏មិនធម្មតាសម្រាប់ពុកម៉ែកើតជំងឺសន្លាក់បេះដូងទឹកនោមផ្អែមអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ